ណាគេថាទេសភាពអញ្ចឹងមានតែនៅស្រុកគេនៅស្រុកខ្មែរយើងក៏មានច្រើនកន្លែងឲ្យស្អាតអត់ចាញ់គេដែរទេសភាពវាលស្មៅខៀវខ្ចីដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកដែលអ្នកទាំងអស់គ្នាកំពុងតែឃើញនេះហៅថាភ្នំខ្នងក្រពើស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំកវាញកណ្ដាលដែលជាចំណុចប្រសព្វ3ខេត្តរួមគ្នាមានខេត្តកោះកុងកំពង់ស្ពឺហើយនិងខេត្តពោធិ៍សាត់មុននឹងមកដល់លើនេះយើងត្រូវដើរប្រហែលជា10គីឡូពីសហគមន៍ភូមិតាំងបំពង់ប៉ុន្តែចំណុចចាប់ផ្ដើមរបស់ពួកយើងលើកនេះចេញពីភ្នំខ្នងផ្សារទៅខ្នងក្រពើវិញមានចម្ងាយប្រហែលជា13គីឡូអីហ្នឹងអ្នកទាំងអស់គ្នារៀងឆ្ងាយជាងបន្តិចប៉ុន្តែវាអត់សិបពិបាកប្រហែលទេដើរផងសម្រាប់ផងគង់ប្រហែល4ម៉ោងអីហ្នឹងដល់ហើយពេលដើរដល់ពាក់កណ្ដាលផ្លូវមេចាប់ផ្ដើមភ្លៀងបងកាយប្រាប់ថាពេលភ្លៀងអញ្ចឹងសពោទាកចេញនិយាយអត់ទាន់ផុតពីមាត់ផងវាមកស្វាគមន៍យើងមួយបាត់ពេលអ្នកទាំងអស់គ្នាទៅកុំភ្លេចដាក់ spray ដាក់អីទៅតាមខ្លួនផងដើរបដាមើលទេសភាពក្នុងព្រៃបដាទីបំផុតពួកយើងបានមកដល់ភ្នំខ្នងក្រពើអ្នកទាំងអស់គ្នាស្អាតដូចគេនិយាយមែនឡើងវ៉ាវហ្មងមើលទៅឃើញទេសភាពអញ្ចឹងតើបានគេជួយចិត្តមកណាអង្គុយឲ្យបាត់ហត់បន្តិចពួកយើងក៏រកកន្លែងដើម្បីបោះតង់ពេលរៀបចំហើយអត់ចាំយូរអ្នកទាំងអស់គ្នាបញ្ញាប់តែផ្ដិតយករូបភាពវីដេអូតនមានពលឺកំពុងតែពេញស្អាតជាពិសេសប្លង់កន្លែងនេះបើមកហើយអត់បានថតដោយអត់បានមកដល់ភ្នំខ្នងក្រពើអញ្ចឹងដោយសារតែថតចាប់ប្លង់ពីកន្លែងនេះទៅឃើញវាស្មៅពណ៌ខៀវស្ងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកថតរូបទៅស្អាតមែនតើដើរលេងថតរូបឡើងមកហត់ដែរពួកយើងនាំគ្នារកកន្លែងអង្គុយពិកនិចញ៉ាំអីលេងវិញម្ដងនៅនេះអត់មានគេលក់អីញ៉ាំទេណាអ្នកទាំងអស់គ្នារបស់ញ៉ាំទាំងអស់ហ្នឹងពួកយើងត្រៀមយកមកខ្លួនឯងទេដោយសារតែបានមកជាមួយខាងធัวអាកាសធាតុបែបនេះបរិយាកាសបែបនេះអង្គុយញ៉ាំអីជជែកគ្នាលេងបានកែងស្បឹកត្រជាក់ឆ្ងាញ់ស្រាលស្រួលលេបហ្មងកែងស្បឹក Snow Cool Like That ញ៉ាំអីបដាមើលទេសភាពបដាមានអារម្មណ៍ស្រស់ស្រាយហ្មងជាពិសេសពេលខ្យល់ត្រជាក់បក់ប៉ះនឹងខ្លួនយើងនឹងហ្មងទេសភាពនៅនេះប្រៀបបានដូចជាយើងនៅចំកណ្ដាលសមុទ្រពណ៌បៃតងអញ្ចឹងដោយសារតែពេលខ្យល់បក់ស្មៅរេរាំទៅមកហាក់ដូចជារលកពណ៌បៃតងដែលកំពុងតែបក់បោកនៅលើផ្ទៃសមុទ្រដ៏ធំអញ្ចឹងមើលទៅត្រជាក់ភ្នែកស្អាតប្លែកខ្លាំងមែនតើកាត់មកដល់ព្រឹកថ្ងៃបន្ទាប់ពួកយើងត្រូវងើបពីម៉ោង5ដើម្បីទៅមើលថ្ងៃរះដើរពីកន្លែងគេងទៅនឹងប្រហែលជា20នាទីដល់ហើយអ្នកទាំងអស់គ្នាស្មានតែទៅអត់ទាន់ហើយតើពួកអីពេលកំពុងដើរតាមផ្លូវឃើញមេឃចាប់ផ្ដើមភ្លឺបាត់ហើយតែមានអីពេលទៅដល់កំពុងពេញស្អាតរបស់គេតាព្រះអាទិត្យចាប់ផ្ដើមរះឡើងតិចម្ដងធ្វើឲ្យផ្ទៃមេឃបដូរទៅជាពណ៌មាសក្រហមឆ្អិនឆ្អៅហ្មងមើលពីកន្លែងនេះទៅឃើញមានភ្នំខ្ពស់ទាបជា layer អមជាមួយនឹងបាក់បក្សីចេញរកចំណីហើទៅហើមកជាទស្សនវិជ្ជាមួយដែលអ្នកនៅទីក្រុងកម្របានឃើញភាគច្រើនអ្នកដែលមកមើលថ្ងៃរះគេញ៉ាំអីពេលព្រឹកនៅនឹងឲ្យហើយហ្មងអ្នកខ្លះញ៉ាំមីអ្នកខ្លះញ៉ាំនំប៉័ងអ្នកខ្លះញ៉ាំកាហ្វេអីហ្នឹងអ្នកទាំងអស់គ្នាញ៉ាំបដាមើលថ្ងៃរះបដាអេហ្មងហើយបើផ្កាជាហួយនេះវិញនៅពីពេញនឹងងាកតាណាក៏ឃើញដែរពេលត្រឡប់មកពីមើលថ្ងៃរះវិញយើងសល់ពេលច្រើនគួរសមដែរពួកយើងនាំគ្នាឆុងមីញ៉ាំយកកម្លាំងមុននឹងចុះទៅវិញខំយកមកដល់លើនេះហើយសល់ម៉ាន់កញ្ចប់ប្រហែលអស់ហ្មងទៅខ្ជិលយកទៅវិញពេលដើរព្រៃឡើងភ្នំអញ្ចឹងមានតែមីហ្នឹងឯងអ្នកទាំងអស់គ្នាងាយស្រួលមកផ្លែតបានញ៉ាំហើយបើរសជាតិវិញនិយាយពីថាឆ្ងាញ់ហើយត្រូវគ្នាជាមួយ view អញ្ចឹងហ្មងពេលញ៉ាំអីហើយពួកយើងរៀបចំអីវ៉ាន់តង់ដើម្បីចុះទៅវិញទេសភាពតាមផ្លូវទៅវិញស្អាតមែនតើដោយសារតែពេលឡើងមកពួកយើងឡើងពីខាងក្នុងផ្សារអ្នកទាំងអស់គ្នាអត់បានឃើញ view ទាំងអស់ហ្នឹងទេផ្លូវខាងនេះរៀងពិបាកជាងផ្លូវដែលពួកយើងមកពីខាងក្នុងផ្សារបន្តិចដោយសារតែវាមានចំណតរៀងខ្ពស់ហើយថ្ងៃនេះហេងដែរអត់មានភ្លៀងកំអីដើរពិបាកជាងនឹងទៀតដើរចិត្តដល់ក្រោមគឺមានកន្លែងលក់អីញ៉ាំភាគច្រើនអ្នកមកគេចំណាំហៅថាអ៊ីអន1អ៊ីអន2អីនេះនៅហ្នឹងគេមានលក់របស់ញ៉ាំហើយនិងភេសជ្ជៈមួយចំនួនដើរចុះមករៀងហត់ដែរអ្នកទាំងអស់គ្នារកដាក់នំបញ្ចុកមួយចានសិនមានណាលុយអត់គ្រប់ហើយអត់សេវាទៀតតែសំណាងដែរបានបងស្រីដែលចុះមកជាមួយគ្នាហ្នឹងគាត់ឲ្យខ្ចីសិនបើអ្នកទាំងអស់គ្នាបានទៅកុំភ្លេចសកូលលុយក្រៅដាក់តាមខ្លួនផងណាអញ្ចឹងណាគេមានកម្រងចង់មកលេងអីកុំភ្លេច share វីដេអូនេះប្រគល់មិត្តភ័ក្តិគ្នាឲ្យបានឃើញផងអរគុណសម្រាប់ការមើលដល់ចប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយទៀតបាយបាយ